នៅក្នុងពិភពអាកាសយោធាគ្មានយន្តហោះណាដែលអាចបង្កភាពភ័យខ្លាចដល់សត្រូវនិងទំនុកចិត្តដល់អ្នកបើកបរបានស្មើនឹង F-22 Raptor នោះទេវាត្រូវបានបង្កើតឡើងនៅក្នុងអំឡុងចុងសង្គ្រាមត្រជាក់ក្រោមគម្រោង Advanced Technical Fighter ATF ដើម្បីជំនួស F-15 Eagle និងដើម្បីធានាថាសហរដ្ឋអាមេរិកនឹងមានឧត្តមភាពអាកាសទាំងស្រុង Air Dominant F-22 មិនមែនត្រឹមតែជាយន្តហោះចម្បាំងធម្មតានោះទេប៉ុន្តែគឺជាការរួបរวมគ្នានៃបច្ចេកវិទ្យាបំបាំងកាយល្បឿនលឿនជាងសំឡេងដោយមិនប្រើដុតប្រេងបន្ថែមគេហៅថា Super Cruise និងភាពរហ័សរហួនដែលមិនអាចជឿបានរហូតមកដល់ពេលនេះវាត្រូវបានគេចាត់ទុកថាជាយន្តហោះចម្បាំងចំនួនទី5ដំបូងនិងល្អបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រអានកំបាំងដែលធ្វើឲ្យ F-22 ស្ទើរតែមើលមិនឃើញនៅលើរ៉ាដាគឺជាការរចនារូបរាងដែលបង្វែររលករ៉ាដានិងការប្រើប្រាស់សម្ភារៈស្រូបយកកាំរស្មីរ៉ាដា RAM ដ៏ទំនើបបំផុតរាល់អាវុធទាំងអស់ត្រូវផ្ទុកនៅក្នុងខ្លួន Internal Weapon Bay ដើម្បីរក្សាភាពរលោងនៃផ្ទៃខាងក្រៅនិងកាត់បន្ថយការចាប់សញ្ញាពីសត្រូវដែលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលបំផុតគឺសមត្ថភាព Self Vectoring ដែលអនុញ្ញាតឲ្យម៉ាស៊ីនអាចបត់ឡើងលើចុះក្រោមបានដើម្បីជួយឲ្យយន្តហោះអាចបត់បានយ៉ាងរហ័សនិងធ្វើចលនាដែលធ្វើឲ្យយន្តហោះផ្សេងមិនអាចធ្វើបានឡើយវាអាចហោះហើរនៅក្នុងកម្ពស់ជាង 60000 feet ដែលជាតំបន់សម្លាប់ដែលយន្តហោះភាគច្រើនមិនអាចធ្វើទៅដល់នៅក្នុងសមរភូមិ F-22 ប្រើប្រាស់ប្រព័ន្ធរ៉ាដា AN/APG-77 ESA ដែលអាចចាប់សញ្ញាសត្រូវពីចម្ងាយបំផុតមុនពេលសត្រូវដឹងខ្លួនថាមានវត្តមានរបស់វាត្រូវបានបំពានដោយមីស៊ីលអាកាសទៅអាកាសរយៈចម្ងាយឆ្ងាយ AIM-120 AAM និងមីស៊ីលរយៈចម្ងាយ Spiderwinder ក្រៅពីប្រយុទ្ធវាក៏ត្រូវជាមជ្ឈមណ្ឌលប្រមូលព័ត៌មានដ៏ឆ្លាតវៃដោយវាអាចចែករំលែកទិន្នន័យសមរភូមិទៅកាន់យន្តហោះផ្សេងទៀតបានតាមរយៈ Data Link សមត្ថភាព Super Cruise អនុញ្ញាតឲ្យវាហោះហើរក្នុងល្បឿនម៉ាច់ 1.5 ល្បឿនលឿនជាងសំឡេង 1.5 ដងដោយមិនចាំបាច់ប្រើ Afterburner ដែលជួយវាសន្សំសំចៃប្រេងរក្សាកម្ដៅម៉ាស៊ីនឲ្យនៅទាបដើម្បីគេចចេញពីមេស៊ីលតាមកម្ដៅទោះបីវាជាយន្តហោះដ៏អស្ចារ្យប៉ុន្តែ F-22 ក៏មានតម្លៃថ្លៃមហាសាលផងដែរដោយយន្តហោះមួយគ្រឿងមានតម្លៃប្រហែល150ទៅ200លានដុល្លារមិនគិតថ្លៃស្រាវជ្រាវដោយសារតែបច្ចេកវិទ្យាទំនើបពេករដ្ឋាភិបាលអាមេរិកបានហាមឃាត់មិនឲ្យមានការលក់យន្តហោះទៅក្រៅប្រទេសដាច់ខាតទោះបីជាសម្ព័ន្ធមិត្តជិតស្និទ្ធក៏ដោយជាមួយនឹងការផលិតត្រឹមតែ195គ្រឿងការបញ្ចប់ខ្សែសង្វាក់ផលិតកម្មបានធ្វើឲ្យ F-22 ក្លាយជាបក្សីកម្រទោះបីបច្ចុប្បន្ន F-35 និងយន្តហោះចំនួនទី6កំពុងលេចរូបរាងក៏ F-22 Raptor នៅតែជាម្ចាស់អាកាសដែលគ្មានគូប្រៀបហើយនឹងបន្តបំពេញបេសកកម្មការពារដែនអាកាសរហូតដល់ឆ្នាំ2030ឬលើសពីនេះទៅទៀត